មុនពេលចាប់ដើមហ្នឹងអត់បានថតឥឡូវទៅមកថតក៏ប៉ុន្តែខ្ញុំអត់ចេះផាត់មុខទេហើយអ្នកនរគ្នាមើលថាតើអ្នកអត់ចេះផាត់មុខមកផាត់មុខទៅញ៉ាំការគេដោយខ្លួនឯងវាយ៉ាងម៉េចហើយខ្ញុំ expect ថាអ្នកដែលចេះផាត់មុខនឹងចូលមក comment ដើម្បីកែលម្អបង្រៀនខ្ញុំផាត់មុខចាដោយសារខ្ញុំអត់មានពេលទៅ salon ទេចាប់ដើមជាមួយនឹង primer ខ្ញុំឃើញគេផ្សាយនៅក្នុង Facebook ថា primer ហ្នឹងពេលដែលលាបទៅនឹងយើងលាប foundation អីពីលើវាទៅវានឹងចូលមុខយើងខ្ញុំក៏អូខេទៅទិញវាមកនេះខ្ញុំប្រើ primer មកនេះតែមកខ្ញុំប្រើ foundation Dior នេះចូលមុខដែរតើអ្នកនរគ្នាបោះគេតែខ្ញុំប្រើរៀងខ្មៅដោយសារស្បែកខ្ញុំគឺថាស្រអែមចាមិនមែនទឹកឃ្មុំដូចវកញ្ញាકોઈឯណាអីណាមិនមែនទេខ្មៅស៊ីនពីកណើតអូខេខ្ញុំយកអានេះវាអូខេខ្ញុំមកគូនចៅខ្ញុំស្អប់បំផុតគឺរឿងគូនចៅអ្នកនរគ្នាគឺខ្ញុំមិនចេះតែម្ដងអញ្ចឹងហើយដល់មួយចៅខ្ញុំក៏អត់បានទៅកោនៅឡើងជាងដែរអញ្ចឹងទៅខ្ញុំក៏គូពីលើតិចឲ្យវីតាមីនពណ៌ទៅបានហើយដល់អ្នកនរគ្នាហេតុអីក៏ខ្ញុំមានភាពក្លាហានផាត់មុខខ្លួនឯងអញ្ចឹងអត់ដោយសារអីមាន influencer ច្រើននិយាយថា make up has no rule make up ទៅឲ្យសមមួយខ្លួនឯងជាចូលតាមគេអញ្ចឹងដែរទៅខ្លួនឯងចេះ make up ផងហើយនេះមួយចៅហើយចៅនេះគឺអត់កៅចាគឺបដិបត្តិខ្លាំងមែនតើហើយទម្លាប់របស់ខ្ញុំអ្នកនរគ្នាគឺតែងតែមាន brush 4ទី1 brush នេះសម្រាប់ម្សៅម្សៅយើង powder យើងធម្មតាហ្នឹងបន្ទាប់មកនេះសម្រាប់ blush ហើយនេះសម្រាប់អានេះគេហៅគេវាអានេះគេហៅគេអ្នកនរគ្នាគឺយើងដាក់សរៀង bling ឲ្យ glow ហើយអាទូចនេះសម្រាប់ contour powder ខ្ញុំទិញមកស្អីគេខ្ញុំអត់សូវស្គាល់មកនេះតែដឹងថាអ្នកលក់ recommend ទៅក៏ទិញទៅព្រោះមិនសូវចេះ branding រឿងម្សៅក្រែមអីហ្នឹងផងឥឡូវយើងមកលាបភ្នែកខ្ញុំមានតែខ្ញុំមានតែឈូក bling ហ្នឹងឯងយើងកុំហាច់ហៅពណ៌ច្រើនពេកយើងធម្មតាទៅលាបឲ្យតែឃើញថាបានលាបហ្នឹងចា make up has no rule ជួនកាលភ្នែកមួយជាហៀងទៅមួយជាហៀងផាត់ខុសគ្នាទៀតហ្នឹងនៅផាត់តែមិនដូចគ្នាឆ្ងល់សរសើរជាង make up សរសើរអ្នកដែលចេះ make up ផាត់ឲ្យដូចគ្នាសរសើរគេហ្មងនិយាយមែនខ្ញុំសរសើរអ្នកគ្នាគឺជានិមិត្តរូបរបស់ខ្ញុំចាផាត់ឲ្យដូចគ្នាឆ្ងល់អូអ្នកគ្នាគេមាន bling យើងដាក់ bling តិចទៅអូខ្ញុំប្រើ pink ធម្មតាដូចគ្នាតិចបានហើយពងក្រហមខ្ញុំអត់ចូលចិត្តរៀងក្រហមជាប់នេះធម្មតាបានហើយឥឡូវនេះខ្ញុំមក contour ច្រមុះតែខ្ញុំចេះគូអញ្ចឹងណាខ្ញុំគូតាមគេទៅសង្ឃឹមថាអីដែលយើងកំពុងទទួលនេះគឺជារឿងត្រឹមត្រូវមិនចេញមុខយៈមានអារម្មណ៍ថាគូប៉ែលមែនតាវិញនេះ contour មកពីច្រមុះទៅឆ្វេងអូ my god មិនចឹងអូតែចំចាស់អើយ contour ចេញមកច្រមុះវិញខ្ញុំឃើញ contour ចេះទៅច្រមុះខ្ពស់អូខេយើងទៅតាមគេទៅប្រាំងអត់ចប់ឃើញច្រមុះជ្រូកនៅដូចជាតដៅច្រមុះនៅប៉ោងដែរដូចមានទៅណាផងខ្ញុំឃើញ influencer ម្នាក់គាត់ចូលចិត្តប្រើ bronzer លើនេះចេះសាកសិនអាហ្នឹងគេរៀបប្រើនៅគឺគាត់ប្រើនៅចេះនៅចេះឲ្យឃើញមុខរៀងស្មៅអីចឹងណាដឹងចេញអីទេណា glow មិនដែរឥឡូវខ្ញុំទៅដាក់ក្រែមអត់ស្អីចេះប៉ាត់មុខទេប៉ុន្តែចូលចិត្តលាបក្រែមអ្នកនរគ្នាជាប្រចាំថ្ងៃខ្ញុំត្រូវតែមានក្រែមអ្នកខាតចាពួកដឹងថាពណ៌អីត្រូវនេះឥឡូវពណ៌នេះម្ដងតាមនេះដែរផាត់មកដូចក៏មកពីប្រវងមកយើងឥឡូវយើងលាបក្រែមហើយយើងមកពុតរោមភ្នែកមុននឹងដាក់ mascara ពុតរោមភ្នែកខ្ញុំប្រើពពុះប្រភេទនេះអ្នកនរគ្នាជាប្រភេទប្រើភ្លើងយើងបញ្ចូលថ្មវាយើងគ្រាន់តែបើកភ្លើងវាចឹងមកនេះឡើងឃ្លីវនៅវាមានភ្លើងទុកឲ្យរៀងក្តៅតិចយើងពុតរោមភ្នែកយើងតែម្ដងតែព្រមដំបងរៀងពិបាកតិចខ្ញុំអត់ចេះពាក់រោមភ្នែកខ្ញុំប្រើតែអានេះពុតរោមភ្នែកទៅហើយអញ្ចឹងមកគៀបរោមភ្នែករបស់យើងហើយយើងទាញវាឡើងអញ្ចឹងមកគឺហើយ
ហើយនេះខ្ញុំទិញពីថៅប៉ៅខ្ញុំឃើញក្នុងថៅប៉ៅរៀងដូចតំណងអញ្ចឹងក៏ទិញមកសាក់ប្រើទៅបន្ទាប់ពីពត់រំភ្នែកហើយយើងមកដាក់ mascara ម្ដងរួចទេ